មកធ្វើណៃរូធីនជាមួយខ្ញុំទៀតអីណៃគេចង់ដឹងពីរបៀបម៉ាស្សាមុខពជាភាពចាស់ខ្លួនឯងបានជាប្រចាំថ្ងៃចូលមកចង់សក់ឲ្យស្អាតមកឥឡូវហ្នឹងខ្ញុំដាក់ remove cleansing balm ជាប្រភេទកមុន remove ទាំងអស់គ្នាក្នុងមួយ remove makeup មាន remove cleansing balm និង remove oil ដែលវាជួយឲ្យមុខយើងលាងសម្អាតជ្រះបានល្អពីគល់រោមមកវាមានជាតិប្រេងយើងញីឆ្លិចទៅវាចេញពីគល់រោមគល់អីមកអស់អាហ្នឹងខ្ញុំឃើញពីការចែកម្លែកពីវីដេអូប្រភពបរទេសខាងដុកទ័រស្បែកដៃទាំងអស់គ្នាហើយបើតាមខ្ញុំគិតទៅអញ្ចឹងមែនមកឥឡូវយើងចូលដល់ម៉ាស្សាមុខយើងវិញរាល់ step ដែលខ្ញុំធ្វើហ្នឹងណាយើងបើយើងមានពេលយើងធ្វើដល់20អីទៅខ្លះ5 10ឬក៏10អីទៅអូមួយឆ្នោតហ្នឹងយើងរាប់1 2ឆ្នោតយើងរាប់2អញ្ចឹងវីដេអូលឿនពេកទាំងអស់គ្នាអើយវាយមិនតាន់សកម្មភាពសោះនេះឃើញអត់អានេះដល់វគ្គយើងធ្វើឲ្យកតុយភ្នែកយើងឡើងកុំឲ្យយាធ្លាក់អញ្ចឹងហើយកុំឲ្យមានជ្រួញយើងរាប់មួយឆ្នោតទាញមួយខ្វោកអញ្ចឹងយើងរាប់1 2 3 4 5ដល់10អីចឹងណាបើយើងមានពេល5 10ឬក៏20តាមហ្នឹងទៅហើយមួយខាងទៀតធ្វើដូចគ្នាអញ្ចឹងណាហើយឃើញខាងយើងធ្វើឲ្យ slim ជាងមុនណាអ្នកគ្នារៀងលើកឡើងអញ្ចឹងបើយើងធ្វើញឹកញាប់ពេលណាវាទៅល្អទាំងអស់គ្នាឬក៏បានរាល់ថ្ងៃទៅល្អដែរដូចយើងធ្វើឲ្យមុខខ្លួនឯងវិជាភាពចាស់រាល់ថ្ងៃមិនបាច់ប្រើម៉ាស៊ីនហើយហ្វូមិនបាច់អីក៏បានដែរប៉ុន្តែទាមទារកុំឲ្យយើងខ្ជិលតែធ្វើយូរទៅជាទម្លាប់ដូចខ្ញុំអញ្ចឹងអត់បានធ្វើអត់ចិត្តទេមិនក៏ឲ្យបានធ្វើតិចខ្លះដែរអានេះដល់វគ្គយើងធ្វើកុំឲ្យស្នាមច្អូមាត់យើងមានវាមានដែរគ្រាន់វាមានអត់ច្រើនពួកយើងទប់វាអញ្ចឹងណានេះអាហ្នឹងក៏ចឹងដែរយើងដូចជាម៉ាស្សាទាញវាឲ្យច្បូតឡើងអញ្ចឹងណាធ្វើម្ខាង10ខាង20អីតាមចិត្តយើងអញ្ចឹងច្បូតវាឡើងច្បូតដោះកចុះមកធ្វើដេញទៅមកសាមកដែរតាមបេះដូងយើងចង់ណាយើងគិតថាយើងគ្រប់គ្រាន់ហើយយើងចង់ធ្វើទៀតតាមចិត្តយើងទៅដូចខ្ញុំអញ្ចឹងខ្ញុំធ្វើហើយខ្ញុំត្រឡប់ទៅធ្វើអាហ្នឹងវិញអញ្ចឹងណានេះអានេះវាពាក់ព័ន្ធមួយភ្នែកយើងកុំឲ្យធ្លាក់ខ្ញុំធ្វើទៅវាចេះតែជក់ដៃនេះពេលយើងចាប់តិចយើងទាញទៅក្រោយច្បូតមកហ្នឹងមានអារម្មណ៍ថាស្រួលខ្លួនបាន relax ហើយកក៏សំខាន់ដែរអត់មានភ្លេចកឯកមកក៏ត្រូវម៉ាស្សាដែរទាញបតឹងច្បូតអញ្ចឹងមកហើយកហ្នឹងមាន make up កហ្នឹងក៏ត្រូវ remove make up ដែរហើយកហ្នឹងក៏ត្រូវលាប skin care ដែរមុខលាបអីគឺកលាបហ្នឹងធ្វើអញ្ចឹងមកធ្វើតាមខ្ញុំធ្វើអញ្ចឹងនេះឃើញបើដៃយើងអត់កញ្ចក់ហិតទៅស្រួលធ្វើឥឡូវយើងចូលដល់វគ្គថ្ងៃហើយកុំឲ្យថ្ងៃយើងមានលេខ11នៅចន្លោះចៅមកអាហ្នឹងគេថាអត់ហុងស៊ុយទាំងអស់គ្នាខ្ញុំឃើញគ្រូហុងស៊ុយគេថាបើមានច្អូហ្នឹងឲ្យតែចាក់បំពេញអត់ឲ្យមានទេបើយើងធ្វើជ្រួញវាចេញអត់អីទេតែបើយើងធ្វើមុខធម្មតាចេញដែរអាហ្នឹងបានន័យថាយើងអត់ហុងស៊ុយទេដើម្បីកុំឲ្យមានជ្រួញនៅពាក់កណ្ដាលចៅនៅថ្ងៃហ្នឹងណានេះម៉ាស្សាខ្វាយទៅខ្វាយមកដូចខ្ញុំធ្វើអញ្ចឹងគ្នារាប់20អីទៅបន្ទាប់មកធ្វើអានចែកនេះញែកទៅសងខាងហ្នឹង20អីដែរទៅ30សេចចិត្តហើយបន្ទាប់មកធ្វើអានេះរូតទៅរូតមកជាមួយនឹងខ្នងដៃច្អល់ដៃយើងហ្នឹងដល់20 30អីទៅព្រោះអានេះរៀងញាប់ហើយអូសវាចឹងមកអានេះចូលដល់វគ្គកាត់បន្ថយជ្រួញច្អូមាត់ដែរធ្វើអាក្បាច់នេះរយមាត់សាហាវមកខាងកន្លោះទៅខាងឆ្វេងអញ្ចឹង5 10ទៅ10អីទៅហើយកន្លោះពវល់មកខាងស្ដាំ10 5 10អីចឹងដែរមកបើយើងអត់ចង់ធ្វើគ្រប់មុខគ្រប់ step ហ្នឹងទាំងអស់ក៏បានដែរយើងធ្វើតែប៉ុណ្ណាយើងធ្វើបានទៅអានេះមិនបាច់ចាំតែពេលយើង remove makeup ទេយើងឈរស្ងៀមអីយើងធ្វើក៏បានដែរឈរចាំឡានក្រុងដើរផ្សារដើរអីធ្វើទៅសាច់ចិត្តយើងឲ្យតែយើងអត់ខ្មាស់គេបើក្បាច់នេះវិញធ្វើឲ្យសាច់ដុំមុខយើងទាំងមូលធ្វើចលនាវាក៏ពាក់ព័ន្ធជាមួយច្អូមាត់កុំឲ្យជ្រួញដែរព្រោះយើងនិយាយរាល់ថ្ងៃយើងសើចច្រើនអីហ្នឹងសិតតែធ្វើឲ្យច្អូមាត់យើងឆាប់ជ្រួញអញ្ចឹងយើងធ្វើវាទៅឆ្វេងវាទៅស្ដាំអញ្ចឹងក៏កាត់បន្ថយដែរឃើញទេសាច់ដុំមុខទាំងមូលក៏ធ្វើការដែរទាំងអស់គ្នាអានេះខ្ញុំចង់ប្រាប់ថាយកមេដៃទាំងសងខាងត្រចកាហើយច្អល់ដៃយើងដៃកណ្ដាលហ្នឹងម្រាម2ហ្នឹងយើងរុញឡើងហើយច្បូតទៅដល់កតុយភ្នែកឃើញអត់អាកន្លែងសៀតការគិនហ្នឹងចង់ប្រាប់ថាវាជាធុងសម្រាប់យើងរុញទៅទម្លាក់នៅនឹងញីរុញទម្លាក់នៅនឹងណាហើយយើងបកមកធ្វើអញ្ចឹងម្ដងពីរដងទៀតមកចិត្តហើយខ្ញុំឃើញអ្នកទាំងអស់គ្នាចាប់អារម្មណ៍ខ្ញុំធ្វើវីដេអូមុននៅរឿងម៉ាស្សាមុខហ្នឹងបាទខ្ញុំធ្វើទៀតលំអិតឲ្យរៀងយឺតចិត្តទៅមុនលឿនពេកគេខមមិនថាសុំរបៀបធ្វើខ្ញុំធ្វើឲ្យតាគាត់ខ្ញុំដាក់លឿនអញ្ចឹងហើយកាត់ខ្លាច់វែងឥឡូវវីដេអូនេះខ្ញុំលំអិតខ្ញុំប្រាប់មួយចំនួនធ្វើមួយដងមួយចាហៀងមួយដងអីចឹងទៅម៉ាស្សាហើយខ្ញុំមុជទឹកដូរកៅអៅហើយទូឯងដែលខ្ញុំត្រូវបង្ហាញនេះណៃគ្រីមក្បាលរមៀតស្នប់ចិត្តស្នប់បេះដូងហ្នឹងល្អខ្លាំងសម្រាប់អ្នកមុខមុនមានរោលជាប់អាចរុយមុខលាបអីអត់សអត់ភ្លឺថ្លាលាបលេខពីមុនមកអីហ្នឹងណាបែរមកប្រើគ្រីមក្បាលរមៀតនេះហើយក្លិនគេឈ្ងុយបែបបុរាណខ្មែរហ្មងចូលចិត្តក្លិនចឹងឈ្ងុយដូចស្តៀងកុលខេបន្តិចអីបន្តិចមិនចេះមិនធំរមៀតទេណាមិនធំតែរមៀតងោងសតទេណាទាំងអស់គ្នាខ្ញុំហ្នឹងឲ្យអត់ចូលចិត្តក្លិនរមៀតដល់ខ្ញុំផឹកទឹករមៀតម្ដងខ្ញុំអត់ដកដង្ហើមទេញ៉ាំផ្លែទៅចូលមុខអស់ហើយមួយទៀតពេលយើងលាបមុខយើងអូសវាឡើងលើហើយថ្នមកុំរុះទៅរុះមកលុញខ្លាំងណារាល់ពេលទាំងអស់គ្នាលាប skin care មិនមែនតែគ្រីមក្បាលរមៀតហ្នឹងអានេះជា tip មួយទៀតដែលខ្ញុំចែករំលែកកុំឲ្យមុខយើងវារងសម្ពាធឈឺឬសគីអីចឹងហើយយើងមានអារម្មណ៍ដឹងតើពេលមុខយើងរៀងសគីរៀងអីដៃធ្ងន់នោះហើយអាហ្នឹងវាជាទម្លាប់អាក្រក់ពេលយើងទម្លាប់ប្រើដៃធ្ងន់នៅលើមុខយើងធ្វើឲ្យមុខយើងហ្នឹងឆាប់ឈួញលាបហើយយើងទះវាតិចចឹងមកវាចូលស្បែកមុខយើងហើយកុំភ្លេចកឲ្យសោះមុខលាបអីក៏លាបហ្នឹងលាបបាមលាបអីមកកុំឲ្យមាត់ស្ងួតមុនចុកគេកុំឲ្យមាត់យើងស្ងួតប្រហែលលាបក្រែមអត់ស្អាតតន់ថ្ងៃហ្នឹងរៀងវែងតិចដោយសារចង់ចែករំលែកឲ្យលំអិតតោះគិតណាយចង់បានគ្រីមក្បាលរមៀតខ្ញុំលាបហ្នឹងតាក់ទងទៅ page Darita បានណាផលិតផលខ្មែរយើងតម្លៃវិញក៏សមរម្យដែរ